យើងតែសង្កេតឃើញមានការជុំគ្នាលេងបៀទៀងលេងដែលមានការភ្នាល់ដាក់លុយ5,000 10000អីជាដើមនៅតាមលបងផ្សារនៅតាមលបងបរិយនៅមុខផ្ទះនៅគៀនផ្ទះអីជាហូហែហ្នឹងតើយើងយល់ថាអំពើទាំងអស់នេះគឺជាអំពើដែលច្បាប់ហាមឃាត់ឬក៏ជាអំពើខុសច្បាប់ដែរឬទេបាទចម្លើយខ្លីគឺថាគ្រប់ទម្រង់នៃលបែងភ្នាល់ទាំងអស់មិនថាបៀអាប៉ោងខ្លាឃ្លោកមន់ជុលអីទេឲ្យតែភ្ជាប់ជាមួយនឹងការភ្នាល់ជាប្រកាសជាវត្ថុមានតម្លៃដោយពឹងផ្អែកទៅលើឱកាសឈ្នះឱកាសចាញ់សំណាងអ្វីទាំងអស់ហ្នឹងគឺយោងទៅតាមច្បាប់គេហៅថាជាលបែងស៊ីសងដែលច្បាប់បានហាមឃាត់ហើយប្រសិនបើថ្ងៃណាមួយមានអាជ្ញាធរលោកចុះទៅបង្ក្រាបអ្នកដែលពាក់ព័ន្ធទាំងអស់គឺសិតតែអាចនឹងប្រឈមមុខទៅនឹងការប្រន្ទាទោសទៅតាមច្បាប់កំណត់បើយើងយោងទៅលើមាត្រា4នៃច្បាប់ស្តីពីការបង្ក្រាបលបែងស៊ីសងនេះគឺបានកំណត់ថាជនណាលេងលបែងស៊ីសងជននោះនឹងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ឬដាក់ពន្ធនាគារពី1សប្តាហ៍ដល់1ខែហើយប្រសិនបើករណីដែលមិនរៀងចាលទេនឹងមានការពិន័យជាប្រាក់ព្រមទាំងអនុវត្តទោសពន្ធនាគារពី1ខែដល់1ឆ្នាំថ្មីត្បិតតែកន្លងមកការលេងលបែងស៊ីសងខ្នាតគ្រួសារខ្នាតមិត្តភ័ក្តិអីទាំងអស់ហ្នឹងមិនត្រូវបានគេចាត់វិធានការខ្លាំងខ្លាទេប៉ុន្តែក្នុងនាមយើងជាអ្នករស់នៅក្នុងប្រទេសដែលមានច្បាប់យើងគប្បីត្រូវដឹងថាសកម្មភាពណាទង្វើណាដែលជាទង្វើស្របច្បាប់ហើយទង្វើណាដែលទង្វើខុសច្បាប់ដែលអាចផ្ដល់ហានិភ័យឲ្យខ្លួនឯង